បងនេះព័ត៌មានបន្ទាន់ចាស្ដាប់រួចជួយ share ឲ្យបងម្នាក់មួយផងចាពេលនេះបែកធ្លាចេញពីមន្ត្រីម្នាក់នៅក្នុងប្រទេសថៃបងប្អូននៅក្នុងវាំងថៃតែម្ដងគឺសារិនថងកំពុងតែរៀបគម្រោងទម្លាក់ស្ដេចរាមាទី10ចោលហើយចាមូលហេតុគឺអ្នកណាបានស្ដាប់ប្រវត្តិស្ដេចថៃកន្លងមកគឺបានដឹងហើយតាមពិតទៅឪនឹងអត់ចង់ឲ្យរាមាទី10នឹងឡើងសោយរាជទេដោយសារថាមានការប្រើប្រាស់ញៀនហើយនឹងតាក់ទងរឿងសេដ្ឋសាស្ត្រអីចឹងហ៎បងប្អូនណានឹងហើយក៏ប៉ុន្តែធ្វើមិនចុះស្រីមិនអាចឡើងធ្វើធំបានទេអញ្ចឹងហើយមានតែឲ្យរាមាទី10នឹងឡើងចាបន្ទាប់មកអ្វីដែលកំពុងតែកើតឡើងនៅប្រទេសថៃហ្នឹងណាគឺពេលដែលស្ដេចថៃហ្នឹងណារាមាទី10ហ្នឹងមានកម្រងទៅចិនហ្នឹងណាអត់ឲ្យសរិនថងនឹងដឹងទេចាតាមពិតទៅរឿងអីក៏ត្រូវពិភាក្សាគ្នារហូតព្រោះរាមាទី10ហ្នឹងឡើងបំពេញតែឈ្មោះទេបំពេញតែកិច្ចទេមានរឿងហេតុអីគឺសរិនថងនឹងអ្នកនិយាយអ្នកផ្ដល់យោបល់តែលើកនេះស្ដេចថៃបិទឡងចិត្តអត់ឲ្យសរិនថងនឹងដឹងដល់ពេលចិត្តគៀកថ្ងៃហើយទើបខាងចិនណាគេបានប្រកាសថាថៃស្ដេចថៃមានកម្រងទៅប្រទេសចិនបងប្អូនក៏បែកធ្លាយដល់សរងថងនឹងមានអីសរងថងនឹងក៏ចាប់ដើមទៅនិយាយជាមួយស្ដេចថៃថាកុំទៅអីបើទៅគឺនឹងខុសបណ្ដាំឪពុកហើយពីព្រោះឪពុកប្រាប់ទៀតថាកុំឲ្យចាក់ចេញពីសហរដ្ឋអាមេរិកពីព្រោះសហរដ្ឋអាមេរិកនិងថៃនឹងគឺមានចំណងមិត្តភាពស្អិតល្មួតណាហ្នឹងហើយមួយទៀតខ្លាចចិនហ្នឹងនិយាយឲ្យស្ដេចរាមាទី10ហ្នឹងដោះលែងវរៈកងទ័ពទាំង18នាក់ហ្នឹងបងប្អូនចាមានអីស្ដេចថៃបាននិយាយថាអត់ទេអ្វីបានរៀបចំរួចហើយអស់ហើយអញ្ចឹងណាបងប្អូនណាហ្នឹងហើយទៅឲ្យទៅស្ដេចថៃហ្នឹងក៏ទៅដល់ពេលទៅមេធ្មប់ហ្នឹងសរិនថងហ្នឹងគឺខឹងសម្បាតែអត់មាត់ទេបន្ទាប់មកមានការកោះហៅអាម៉ាតក្នុងវាំងមន្ត្រីអីញឹកញាប់មែនតែនចាលក្ខណៈថាប្រជុំសម្ងាត់ណាបងប្អូនណាហ្នឹងហើយរហូតមកដល់ពេលនេះទើបបែកធ្លាយថាយាយប៉ែហ្នឹងកំពុងតែរៀបចំទម្លាក់ស្ដេចរាមាទី10នឹងចោលដើម្បីគ្រងរាជសម្បត្តិខ្លួនឯងបងប្អូនខ្ញុំធ្លាប់និយាយហើយប្រហែលជារយៈពេល2អាទិត្យមុនណាចាឥឡូវវាជាការពិតទេបងប្អូនអញ្ចឹងយើងចាំមើលតទៅទៀតមកបងប្អូនណាចាអរគុណច្រើន